Câu đài thì môi Triêm Bạch បាទថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញអំពី RPG Faven ដែលខ្មែរយើងហៅថាអាតយោជេក RPG Faven គឺជាកំភ្លើងធំលីនឹងស្មាដែលសម្រាប់ធ្វើការបាញ់ទៅកាន់គោលដៅដូចជារថយន្តអូថូមបេកចក្រតូចចក្រយានយន្តនិងរថក្រោះជាដើមដែលវាផលិតដោយក្រុមហ៊ុន Balsa របស់សហភាពសូវៀតហើយ RPG Faven នេះបានធ្វើការអភិវឌ្ឍចេញពី RPG 2 RPG 3 និង RPG 4បើយើងមើលពី RPG 7គេបានប្រើប្រាស់វាយូរណាស់មកហើយតាំងពីសម័យកាលសង្គ្រាមនៅវៀតណាមសង្គ្រាមនៅអ៊ីរ៉ាក់និងសង្គ្រាមនៅឆ្នាំ2010នៅអាហ្គានីស្ថានផងដែរបច្ចុប្បន្ននេះយើងឃើញប្រភេទ RPG 7 V2 ជាប្រភេទដែលប្រទេសរុស្ស៊ីកំពុងតែប្រើប្រាស់សប្តាហ៍ថ្ងៃនេះហើយប្រភេទក្បាលគ្រាប់របស់វាមានកម្លាំងផ្ទុះខ្លាំងដែលអាចនឹងកំទេចរក្រោះផងដែរប្រភេទក្បាលគ្រាប់នេះមានកំទេចតូចៗជាច្រើនដែលវាអាចផ្ទុះកំទេចទៅកាន់គោលដៅប្រមាណ5ម៉ែត្រការ៉េនិងកម្ពស់ 2.5 ម៉ែត្រសូមបញ្ជាក់ថា RPG 7នេះវាមានសមត្ថភាពខ្ពស់ណាស់រហូតដល់ប្រទេសជាច្រើនបានប្រើប្រាស់វាបច្ចុប្បន្ននេះដោយសារតែវាមានតម្លៃល្អមានសមត្ថភាពប្រើប្រាស់ច្រើនប្រភេទហើយវាមានគុណភាពនៅក្នុងការប្រើប្រាស់ផងដែរសូម្បីតែសហរដ្ឋអាមេរិកក៏កំពុងប្រើប្រាស់វាផងដែរយើងមើលពី RPG 7នេះផលិតដោយសូវៀតនៅក្នុងឆ្នាំ1961ហើយបច្ចុប្បន្ននេះមានប្រទេសជាង90ប្រទេសកំពុងតែប្រើប្រាស់វាតែគេប៉ាន់ស្មានពីការផលិតរបស់វាប្រមាណ9លានដើមនៅពេលបច្ចុប្បន្នហើយកម្ពុជារបស់យើងកំពុងតែប្រើប្រាស់ប្រភេទ RPG នេះផងដែរសម្រាប់ RPG 7នេះមានទម្ងន់7គីឡូក្រាមមានប្រវែង950មីលីម៉ែត្រគំនុងទំហំ40មីលីម៉ែត្រល្បឿននៃគ្រាប់របស់វាគឺ115ម៉ែត្រក្នុង1វិនាទីហើយវាអាចបាញ់បានគោលដៅចម្ងាយ200ទៅ900ម៉ែត្រផងដែរវាអាចដាក់គ្រាប់បាញ់បាន6គ្រាប់ក្នុង1នាទីហើយតម្លៃវាប្រមាណពី1000ទៅ$1500នៅក្នុងមួយដើមបាទសូមអរគុណសម្រាប់ការតាមដានស្ដាប់សូមជួបគ្នានៅវីដេអូក្រោយៗ